បន្ទាប់ពីមានកូនហើយខ្ញុំនឹងមិនធ្វើឲ្យលោកពិបាកទេអាពាហ៍ពិពាហ៍របស់យើងនឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិក្រោយ1ឆ្នាំតាមកិច្ចសន្យាពិតណាស់កូនដែលកើតមកត្រូវតែជាកម្មសិទ្ធិរបស់ខ្ញុំប៉ុន្តែលោកនៅតែជាឪពុករបស់កូនលោកចង់ជួបកូនពេលណាក៏បានដែរនាងមិនដែលគិតចង់ទុកឪពុករបស់កូនឲ្យនៅជាមួយទេមែនទេខ្ញុំគ្រាន់តែនឹងមានអារម្មណ៍ពិបាកចិត្តខ្ញុំចង់ស្ដាប់សម្ដីដ៏ផ្អែមល្ហែមរបស់នាងទើបបុរសម្នាក់នេះដឹងថាគ្រប់យ៉ាងដែលនាងប្រឹងប្រែងគឺគ្រាន់តែចង់បានកូនប៉ុណ្ណោះប៉ុន្តែមូលហេតុដែលលីងរួយយល់ព្រមនឹងអាពាហ៍ពិពាហ៍ដែលមានផលប្រយោជន៍នេះគឺដោយសារភាពកក់ក្ដៅដែលលូហ្វាំងនីងផ្ដល់ឲ្យគេកាលពីក្មេងតែក្នុងក្រសែភ្នែកលូហ្វាំងនីងវិញលីងរួយគ្រាន់តែជាមនុស្សដែលស័ក្តិសមនឹងលក្ខខណ្ឌជាឪពុកដែលមានរូបរាងសង្ហានិងការសិក្សាខ្ពស់ប៉ុណ្ណោះពេលលើថាបើមិនមែនជាគេក៏អាចជាអ្នកផ្សេងដែរនោះលីងរួយខឹងយ៉ាងខ្លាំងហើយត្រឡប់ទៅផ្ទះឪពុកម្ដាយគេវិញដូច្នេះលូហ្វាំងនីងក៏យកលេសរឿងទាបំណុលមកប្រើតែពេលនាងទៅដល់មន្ទីរពេទ្យដោយភាពជឿជាក់អ្នកជំងឺរបស់លីងរួយបែរជាមានបញ្ហាក្រោយការវះកាត់ក្រុមគ្រួសារអ្នកជំងឺបានបញ្ចេញកំហឹងដាក់គេហ្វាំងនីងចង់ចូលទៅខាត់តែត្រូវមិត្តភក្តិហាមដោយប្រាប់ថានេះជាកាតព្វកិច្ចរបស់គ្រូពេទ្យដូច្នេះនាងអាចត្រឹមតែនាំលីងរួយទៅសួនកំសាន្តដើម្បីរំសាយអារម្មណ៍ប៉ុន្តែបន្ទាប់មកអ្នកទាំងពីរក៏ឆ្លោះគ្នាម្ដងទៀតរឿងយកកូនឃើញលូហ្វាំងនីងរឹងរូបពេកលីងរួយក៏ថាប់នាងភ្លាមគេយល់ព្រមតាមសំណើចង់បានកូនរបស់នាងទាំងកំហឹងតែដល់ពេលត្រូវធ្វើរឿងនោះមែនទែនលូហ្វាំងនីងបែរជាភ័យរត់គេចខ្លួនទៅវិញពេលអ្នកទាំងពីរជួបគ្នាម្ដងទៀតឈិនយូជាងបានបបួលពួកគេញ៉ាំបាយលើកនេះលូហ្វាំងនីងហាក់មិនសូវស្រួលខ្លួនដូចមុនទេនាងប្រែជាឆ្កាំឆ្គងយ៉ាងខ្លាំងនៅក្នុងការញ៉ាំបាយនេះដែលលីងរួយបានរើដោយចៃដន្យឲ្យថាមនុស្សដែលលូយីយ៉ាវចូលចិត្តពិតប្រាកដគឺលូហ្វាំងនីងទោះបីគេជាកូនចិញ្ចឹមរបស់គ្រួសារលូប៉ុន្តែក្នុងចិត្តលូហ្វាំងនីងគេគ្រាន់តែជាពូរបស់នាងប៉ុណ្ណោះលូយីយ៉ាវមិនចង់ឲ្យមានពាក្យចាំអារ៉ាមហើយមិនខ្វល់ថាដៃគូអាពាហ៍ពិពាហ៍របស់ខ្លួនជានរណាទេតែដោយសារសារមួយពីលូហ្វាំងនីងគេក៏លុបចោលការភ្ជាប់ពាក្យជាមួយឈិនយូជាងព្រោះការនោះការស្លាប់របស់បងស្រីបានធ្វើឲ្យលូហ្វាំងនីងបាត់ទង្គិចផ្លូវចិត្តយ៉ាងខ្លាំងលូយីយ៉ាវមានអារម្មណ៍ថាខ្លួនមានទំនួលខុសត្រូវពិសេសចំពោះនាងទើបគេបញ្ចប់ការភ្ជាប់ពាក្យតាមសារឲ្យគេខ្លួនទៅបរទេសរឿងនេះធ្វើឲ្យឈិនយូជាងប្រែពីស្រឡាញ់មកជាស្អប់នាងសង្ឃឹមថាលូយីយ៉ាវនឹងស្រឡាញ់នាងម្ដងទៀតបើមិនអញ្ចឹងទេនាងនឹងប្រាប់ការពិតដល់លូហ្វាំងនីងលីងរួយបានរឿងទាំងអស់នេះដោយចៃដន្យដើម្បីការពារអារម្មណ៍ល្អក្នុងចិត្តលូហ្វាំងនីងគេមិនបាននិយាយរឿងដែលគេនោះទេគេគ្រាន់តែប្រយ័ត្នខ្លួនចំពោះលូយីយ៉ាវជាងមុនក្នុងពេលជាមួយគ្នាលីងរួយក៏យល់ព្រមរើទៅនៅអាផាតមិនរបស់លូហ្វាំងនីងចាប់ពីពេលនោះមកពួកគេក៏មានទំនាក់ទំនងយ៉ាងទៀតគឺម្ចាស់ផ្ទះនិងអ្នកជួលដោយចៃដន្យលូហ្វាំងនីងបានដឹងរឿងរបស់លីងរួយពីគ្រូយូនិងមិត្តភក្តិតាមពិតការលីងរួយនៅក្មេងឪពុករបស់គេឈឺធ្ងន់ធ្វើឲ្យគ្រួសារក្រីក្រខ្លាំងក្រោយឪពុកស្លាប់ម្ដាយគេចិញ្ចឹមគេតែម្នាក់ឯងរហូតដល់ធ្លាក់ខ្លួនឈឺដែរបន្ទុកគ្រួសារបានធ្វើឲ្យលីងរួយឆាប់ចាស់ទុំជាងវ័យពេលនេះភ្នែករបស់លូហ្វាំងនីងចាប់ផ្ដើមរលីងរលោងហើយពេលត្រឡប់ដល់ផ្ទះឃើញលីងរួយកំពុងរវល់ក្នុងផ្ទះបាយនាងក៏ទៅអបគេជាប់តាមពិតទៅក្នុងអំឡុងពេលនៅជាមួយគ្នានេះលូហ្វាំងនីងបានលំស្រឡាញ់គេបាត់ទៅហើយថ្ងៃនេះបានឮពីការលំបាកកាលពីក្មេងរបស់គេទៀតធ្វើឲ្យនាងកាន់តែអាណិតនាងដឹងថាខ្លួនឯងកំពុងលងនឹងអារម្មណ៍របស់លីងរួយហើយនាងខ្វល់ថាគេសប្បាយចិត្តឬអត់ហើយលែងបង្ខំគេឲ្យធ្វើរឿងដែលគេមិនចូលចិត្តទៀតហើយនាងចង់ជួយគេឲ្យសម្រេចបំណងប្រាថ្នាសុខចិត្តឲ្យអ្វីដែលសំខាន់ចំពោះនាងទៅគេទៀតផងខ្ញុំចង់ប្រាប់លោកជាផ្លូវការថាខ្ញុំចង់ចាប់ផ្ដើមជាមួយលោករាប់តាំងពីអាពាហ៍ពិពាហ៍សំឡេងគូទ្វារបានកាត់ផ្ដាច់បរិយាកាសដ៏ផ្អែមល្ហែមនេះគឺថាងធីងដែលមកតវ៉ារឿងមិនសុខចិត្តនាងគិតថាលូហ្វាំងនីងប្រើបំណុលមកបង្ខំលីងរួយឲ្យរាយការណ៍ដែលជាទង្វើរបស់មនុស្សអាក្រក់នាងបានដឹងរឿងកិច្ចសន្យាអាពាហ៍ពិពាហ៍របស់ពួកគេប៉ុន្តែលូហ្វាំងនីងបែរជាសារភាពស្នេហ៍ប្រាប់លីងរួយនៅនឹងមុខនាងតែម្ដងថែមទាំងនិយាយពាក្យថាពួកខ្ញុំស្រឡាញ់លោកចេញមកទៀតផងលីងរួយក៏និយាយថាអាពាហ៍ពិពាហ៍របស់ពួកគេមានសុភមង្គលណាស់ថាងភីងត្រូវគេបណ្ដេញចេញទាំងមុខស្ងួតនាងនៅតែជឿថាលីងរួយត្រូវគេបង្ខំទើបនាងត្រៀមទៅសុំលុយឪពុក4លានដើម្បីលុះគេមកវិញហើយបដិញ្ញាថានឹងដណ្ដើមលីងរួយមកវិញឲ្យបានលូហ្វាំងនីងចង់ដឹងពីប្រតិកម្មរបស់លីងរួយចំពោះការសារភាពស្នេហ៍របស់នាងតែលីងរួយគិតថានាងគ្រាន់តែនិយាយដើម្បីឌឺដាក់ថាងភីងប៉ុណ្ណោះទោះជាមែនទែនក៏ដោយក៏គ្រាន់តែជាអារម្មណ៍ប្លែកមួយឆាវរបស់លូហ្វាំងនីងដែរយ៉ាងណាមិញលូហ្វាំងនីងនៅតែប្រកាន់គំនិតយកកូនតែមិនយកឪពុកដដែល